ប្រជាធិបតេយ្យបានក្លាយជាទម្លាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាពាក្យប្រជាធិបតេយ្យត្រូវបានប្រជាជនកម្ពុជាគ្រប់ស្រទាប់សរសេរចាំដៃនិយាយថ្នឹកមាត់ឬស៊ាំត្រចៀកព្រោះប្រជាជនកម្ពុជាទាំងចាស់ទាំងក្មេងបានទទួលយកលទ្ធិប្រជាធិបតេយ្យសារជាថ្មីប្រកបដោយក្តីសង្ឃឹមនិងបានពូនជ្រុំការពារមិនឲ្យនរណាមកបំផ្លាញបានឡើយការទទួលយកសារជាថ្មីយ៉ាងស្រស់ស្រួលគ្នានេះមិនមែនជារឿងសាមញ្ញឡើយសម្រាប់ប្រទេសកម្ពុជាដែលធ្លាប់តែហែកហួរគ្នាដោយចំនួនផ្ទៃក្នុងអស់រាប់សតវត្សរ៍និងការផ្លាស់ប្ដូររបបតាមរយៈចុងកាណុងជាច្រើនលើកច្រើនសារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានចារឹកនៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ1993ពោលគឺទើបមានវ័យ31ឆ្នាំប៉ុណ្ណោះគិតត្រឹមឆ្នាំ2024នេះខុសគ្នារាប់រយឆ្នាំបើធៀបនឹងវ័យនៃលទ្ធិប្រជាធិបតេយ្យនៅបណ្ដាប្រទេសលោកខាងលិចបើទោះបីជាអាយុលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅក្មេងខ្ចីក្តីតែការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរជាងបណ្ដាប្រទេសលោកខាងលិចមួយចំនួនយើងហ៊ានសន្និដ្ឋានបែបនេះដោយផ្អែកលើបទពិសោធន៍កន្លងមកនៅរាល់មុនពេលបោះឆ្នោតម្ដងប្រជាពលរដ្ឋកម្ពុជាគ្រប់អាយុបោះឆ្នោតពួកគាត់តែងតែទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នាតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ខ្លួនក្នុងនាមជាម្ចាស់ឆ្នោតនិងជាអ្នកកំណត់ជោគវាសនារបស់ជាតិតាមរយៈការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់5ឆ្នាំម្ដងនិងការជ្រើសរើសតំណាងរាស្ត្ររយៈពេល5ឆ្នាំម្ដងដោយការបោះឆ្នោតធំទាំងពីរនេះតែងតែប្រារព្ធឡើងដោយសេរីត្រឹមត្រូវយុត្តិធម៌និងទៀងទាត់តាមការកំណត់ដូចមានចែងក្នុងមាត្រា78នៃរដ្ឋធម្មនុញ្ញដែលពុំធ្លាប់អាក់ខានម្ដងណាឡើយនៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតចូលមកដល់ម្ដងប្រជាជនកម្ពុជាតែងតែចូលរួមយ៉ាងសកម្មដោយគ្មានការបង្ខិតបង្ខំប្រកបដោយភាពរីករាយនិងមោទនៈយោគយល់គ្នាគោរពគ្នាទៅវិញទៅមករវាងអ្នកគាំទ្រគណៈបកនានាហើយកាន់តែមានភាពចាស់ទុំឡើងលែងមានការឌឺដងគ្នានិងគ្មានអំពើហិង្សានៅពេលថ្ងៃបោះឆ្នោតចូលមកដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតបានចេញទៅបោះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដីបោះឆ្នោតដោយសេរីនិងដោយសម្ងាត់ដើម្បីជ្រើសរើសមេដឹកនាំដែលពួកគេទុកចិត្តនិងជឿជាក់ជាទឹកតាំងជាក់ស្ដែងក្នុងការបោះឆ្នោតជាតិឆ្នាំ2023កន្លងទៅអត្រាអ្នកទៅបោះឆ្នោតមានចំនួនដល់ទៅ 84.58% ដែលជាអត្រាខ្ពស់បំផុតនៅកម្ពុជានិងជាអត្រាខ្ពស់បំផុតមួយនៅក្នុងពិភពលោកហើយខ្ពស់ជាងប្រទេសប្រជាធិបតេយ្យជឿនលឿននៅលោកខាងលិចមួយចំនួនថែមទៀតផងហើយការរាប់សន្លឹកឆ្នោតត្រូវបានធ្វើឡើងនៅចំពោះមុខគ្រប់តំណាងគណបកដែលបានចូលរួមប្រកួតប្រជែងអង្គការសង្គមស៊ីវិលអ្នកសារព័ត៌មានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិដែលបានចុះឈ្មោះរាប់ពាន់នាក់មកពីគ្រប់ទិសទីជុំវិញពិភពលោកហើយប្រជាពលរដ្ឋម្ចាស់ឆ្នោតរងចាំស្ដាប់និងទទួលយកលទ្ធផលឆ្នោតដោយក្តីរីករាយនៅរៀងរាល់អាណត្តិសហគមន៍អន្តរជាតិតែងតែទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាហើយប្រទេសជាមិត្តនានាតែងផ្ញើសារអបអរសាទរគណៈបកឈ្នះឆ្នោតនិងរាជរដ្ឋាភិបាលថ្មីមានតែក្រុមអ្នកនយោបាយទុច្ចរិតនិងអ្នកគាំទ្រប្រឆាំងកាប់មុខគ្មានហេតុផលមួយក្តាប់តូចប៉ុណ្ណោះដែលតែងតែប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតក្រោយដឹងថាខ្លួនចាញ់ការបោះឆ្នោតនិងព្យាយាមប្រើប្រាស់ឧបាយកលទុច្ចរិតមួយថ្ងៃរកតែទំនុកបំពុលសង្គមបំភាន់សាធារណមតិក្នុងចេតនាខ្មៅកខ្វក់បង្កឧបសគ្គដល់ការបោះពុយលឿនទៅមុខនៃនាវាកម្ពុជាពួកអ្នកនយោបាយអគតិទាំងនោះព្យាយាមប្រឌិតបញ្ហាបំផោងស្ថានភាពក្អែកមួយជាក្អែក10បំភ្លៃការពិតតាមរយៈប្រព័ន្ធឃោសនាក្រៅច្បាប់ដែលទទួលបានការបំពាក់បំពន់និងការបង្គាប់បញ្ជារបស់បរទេសដែលមានចរិតបង្ខិតបង្ខំឲ្យប្រទេសតូចៗធ្វើតាមការចង់បានរបស់ខ្លួនទោះជាបែបនេះក្តីពួកគេកាន់តែនិយាយប្រជាជនកម្ពុជាកាន់តែអស់ជំនឿប្រជាជនកម្ពុជាកាន់តែច្រើនឡើងបានយល់និងឃើញកាន់តែច្បាស់ពីសកម្មភាពពុតត្បុតដែលផ្ទុយពីការអះអាងរបស់ពួកគេលើកណាក៏ដោយ
ក្រុមនេះតែងតែពោលស្រឡាញ់លទ្ធិប្រជាធិបតេយ្យតែបែរជាញុះញង់កុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតស្នេហាជាតិតែរត់ចោលជាតិចោលប្រជាជនទៅសំងំសុខតែឯងនៅក្រៅប្រទេសចង់ឲ្យប្រជាជនមានការងារធ្វើគ្រប់គ្នាមានចំណូលច្រើនគ្រប់គ្នាតែអំពាវនាវឲ្យក្រុមហ៊ុនបរទេសកុំមកវិនិយោគនៅកម្ពុជាអំពាវនាវឲ្យក្រុមហ៊ុនអន្តរជាតិកុំបញ្ជាទិញទំនិញដែលផលិតនៅកម្ពុជាតើនេះជាអ្នកស្នេហាជាតិឬជាអ្នកបំផ្លិចបំផ្លាញជាតិប្រជាជនកម្ពុជាបានឃើញយ៉ាងជាក់ច្បាស់ពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជាចាប់តាំងពីក្រោយទទួលបាននូវសុខសន្តិភាពឯកភាពជាតិឯកភាពទឹកដីពេញលេញតាមរយៈនយោបាយឈ្នះឈ្នះក្នុងឆ្នាំ1998មកហើយមិនធ្វើតាមឧបាយកលបង្កចលាចលការញុះញង់អុចអាលរបស់ក្រុមប្រឆាំងទាំងនោះឡើយប្រជាជនកម្ពុជាចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពសង្គមនិងបញ្ចេញមតិតាមការយល់ឃើញបានគ្រប់ទីកន្លែងគ្រប់ពេលវេលាព្រោះពួកគាត់យល់ច្បាស់ពីសិទ្ធិសេរីភាពដែលកំណត់ដោយច្បាប់និងយល់ពីសិទ្ធិអំណាចរបស់គាត់នៅក្នុងសង្គមកម្ពុជាដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពិតហើយថាកម្ពុជានៅពេលនេះមិនទាន់ល្អគ្រប់10ទេក្រៅពីចំណុចវិជ្ជមានដ៏ច្រើនកម្ពុជាក៏នៅមានចន្លោះមួយចំនួនដែលត្រូវបំពេញបន្ថែមនៅមានចំណុចដែលត្រូវពង្រឹងនិងកែតម្រង់បន្តដែលរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងបានដាក់ចេញគោលនយោបាយជាក់លាក់ស៊ីជម្រៅច្បាស់លាស់ទាន់សភាពការនៃការវិវត្តរបស់ពិភពលោកដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសអភិវឌ្ឍដែលមានចំណូលខ្ពស់និងជាប្រទេសមានសេដ្ឋកិច្ចរឹងមាំបរិស្ថានល្អប្រជាជនមានការអប់រំខ្ពស់សុខភាពល្អសីលធម៌ល្អនិងជាសង្គមដែលគាំពៀពលរដ្ឋគ្រប់បែបយ៉ាងយើងក៏បីយល់ថាការកសាងប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិនិងជាតំណាងនៃភាពរីកចម្រើនរុងរឿងដល់កំពូលរបស់កម្ពុជាក៏ត្រូវការពេលវេលារាប់សិបឆ្នាំនិងឆ្លងរជ្ជកាលពីព្រះរាជាមួយអង្គទៅព្រះរាជាមួយអង្គទៀតទម្រាំកសាងហើយសូម្បីកសិករប្រកបរបរកសិកម្មក៏ត្រូវរងចាំក្នុងរយៈពេលណាមួយយូរឬឆាប់ទៅតាមប្រភេទដំណាំដែលពួកគាត់បានដាំទម្រាំទទួលបានផ្លែផ្កាដែលគាត់ចង់បានយ៉ាងណាមិញការអភិវឌ្ឍប្រទេសកម្ពុជាដែលទើបងើបចេញពីគំនរផេះផង់ឆ្អឹងនិងទឹកភ្នែកដែលបង្កឡើងដោយពួកខ្មែរក្រហមនិងការហុំព័ទ្ធសេដ្ឋកិច្ចរយៈពេល12ឆ្នាំយ៉ាងអយុត្តិធម៌ក្រោយសម័យរំដោះ7មករា1979ក៏ទាមទារពេលវេលាដូចគ្នានេះដែរមុននឹងឈានដល់ចំណុចដែលយើងទាំងអស់គ្នាចង់បានទោះបីយ៉ាងណាគ្មានឡើយពាក្យថាគ្រប់គ្រាន់នៅក្នុងសង្គមប្រជាធិបតេយ្យតែគួរពេញចិត្តនៅអ្វីដែលខ្លួនកំពុងមាននិងកុំទាមទារចង់បានគ្រប់យ៉ាងហួសហេតុលឿនជ្រុលពេកដោយពាក្យចាស់ពោលថាសន្សំកុំបំបោលក្រែងមិនដល់ដូចបំណងមានចាបមួយនៅក្នុងដៃប្រសើរជាងចាប20នៅក្នុងព្រៃ